សម្ដេចតេជោហ៊ុនសែនមានទុក្ខធ្ងន់ភរិយាវះកាត់ខណៈបងប្រុសឈឺធ្ងន់ដល់ជីវិតសម្ដេចតេជោហ៊ុនសែននៅប្រមាណនាទីមុននេះបានបង្ហាញក្តីទុក្ខដ៏ធ្ងន់ធ្ងរដែលសម្ដេចកំពុងតែប្រឈមមុខដោយសារតែភរិយាសម្ដេចគឺសម្ដេចកតេប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបានទទួលវះកាត់ដោយសារជំងឺហើយបងប្រុសរបស់សម្ដេចគឺអ្នកអង្គញាហ៊ុនសានមានស្ថានភាពជំងឺធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតសម្ដេចតេជោបានសរសេរបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេចថាពេលនេះខ្ញុំកំពុងមានទុក្ខធ្ងន់មកខាងភរិយាត្រូវវះកាត់បើទោះបីជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកសុវត្ថិភាពហើយក៏ដោយតែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរនិងមើលថែភរិយាបានរឿងធ្ងន់ជាងនេះទៀតគឺបងប្រុសទី4មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលដ៏ខ្លីខាងមុខនេះបានឡើយក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបានរួចហើយមកខាងភរិយាមកខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នាភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុសនិងក្នុងករណីបងប្រុសចៃឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយសម្ដេចតេជោបានបន្តទៀតថារឿងដែលចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកដែលពេលថតក្នុងទូរស័ព្ទដៃមានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកជាយំហាក់បង្ហាញនៅការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន24ម៉ោងរួចមកហើយមិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណានិងអ្នកអបិយជំនឿបកស្រាយរបៀបណា